អ្នកទាំងអស់គ្នាជួបជាមួយខ្ញុំសារជាថ្មីថ្ងៃនេះដែរខ្ញុំមានចំណេះដឹងខ្លះដើម្បីចែកជូនទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការ share file មានន័យថាយើង share folder ទៅកាន់ PC មួយទៀតតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានទស្សនាវីដេអូនៃការ share ដូចតទៅបាទខ្ញុំសូមបើកវីដេអូបាទជាដំបូងយើងត្រូវចូលមកកើត folder មួយមានថាកើត file មួយបាទកើត file យើង file ហ្នឹង folder ហ្នឹងខ្ញុំគ្រាន់តែឧទាហរណ៍ថាដាក់ឈ្មោះថា text បាទយើងកើត folder ហ្នឹងហើយយើងចង់ share folder នេះទៅកាន់ PC មួយទៀតយើងគ្រាន់តែចុច mouse ស្ដាំហើយយកពាក្យថា property បន្ទាប់ពីយកពាក្យថា property ហើយយើងចុចត្រង់ចំណុច share នេះចុចត្រង់ចំណុច share ហ្នឹងហើយតោះមកយើងគ្រាន់តែចុចលើ share បាទចុចលើ share ហើយនៅត្រង់ចំណុចនេះតើ folder របស់យើងនឹង share ទៅកាន់អ្នកណាជាធម្មតាយើងដាក់ everyone ទៅបើសិនជាដាក់ everyone មានន័យថាអ្នកណាគេឲ្យតែចូល IP របស់ម៉ាស៊ីនយើងគឺឃើញ file នឹងទាំងអស់ហើយនៅថ្ងៃនេះខ្ញុំគ្រាន់តែមកបង្ហាញពីរបៀប share ទៅកាន់ PC មួយទៀតអញ្ចឹងខ្ញុំសូមដាក់ everyone បាទ everyone ទៅបាទពេលដាក់ហើយយើងគ្រាន់តែចុចពាក្យថា add បាទនៅត្រង់ចំណុចនេះបើសិនជាយើងអត់កែដាក់ read and write ទេបើសិនជាយើងដាក់តែ read មានថាគេបានតែមើលហើយ copy ចេញគេអត់អាចមានសិទ្ធ delete ឬក៏កែអីបានទេអញ្ចឹងយើងដាក់ read write មកបាទយើងដាក់ read write មកឲ្យហើយតោះមកយើងចុច share បាទតមកទៀតយើងគ្រាន់តែចុចដើមវាអូខេហើយបន្ទាប់មកទៀតយើងត្រូវចូលមកកាន់ advanced share បាទត្រង់ចំណុចនេះដូចនៅក្នុងវីដេអូអញ្ចឹងបាទបន្ទាប់មកយើងត្រូវចុច tick កន្លែងហ្នឹងយើងចុច tick មកមានថា share the folder ហើយ folder ហ្នឹងមានឈ្មោះថា text ហើយ limit វាគឺ20 user មានតែ20 computer អាចចូលទៅកាន់ file test ហ្នឹងបាននេះខ្ញុំគ្រាន់តែបង្ហាញពីរបៀប test ទេ test file share បងប្អូនអាចដាក់ឈ្មោះអីក៏បានដែរប៉ុន្តែខ្ញុំដាក់ test អញ្ចឹងសួររកពេលដែលយើងចូលកុំព្យូទ័រមួយទៀតបាទបន្ទាប់ពីហ្នឹងមកយើងគ្រាន់តែចុច apply បាទសុំ play បាទគ្រាន់តែចុច apply ហើយយើងចុច OK បាទយើង close មកយើងចូលមើលកន្លែង security នេះមានន័យថាតើយើងកំណត់សិទ្ធឲ្យ everyone ហ្នឹង full control ហើយនៅអញ្ចឹងយើងចូលមកមើលគឺមានថា full control ហើយអញ្ចឹងយើងគ្រាន់តែចុច close មកវារួចការស្រេចនេះគឺជារបៀបកើត file មួយទុក share ទៅកាន់ PC មួយទៀតបាទហើយមួយទៀតយើងត្រូវមើល IP ម៉ាស៊ីនរបស់យើងបានសំខាន់ថយក្រោយតិចបាទយើងទៅមើល IP ម៉ាស៊ីនយើងត្រង់ចំណុច Wi-Fi នេះបាទត្រង់ចំណុច Wi-Fi ហ្នឹងយើងគ្រាន់តែចុច mouse ស្ដាំលើហ្នឹងនេះចុច mouse ស្ដាំលើហ្នឹងមកវានឹងចេញបែបនេះបាទវានឹងចេញបែបហ្នឹងយើងគ្រាន់តែចុចពាក្យថា open network and internet setting ហ្នឹងមកបាទយើងចុចត្រង់ចំណុចហ្នឹងហើយវានឹង run ទៅ setting បាទតមកទៀតយើងរក Wi-Fi បើសិនជាយើង connect Wi-Fi តមកទៀតយើងចុចពាក្យថា network and sharing center ហ្នឹងវានឹងចេញមកនេះសំខាន់ថាក្រោយតិចបាទវានឹងចេញបែបនេះយើងគ្រាន់តែចុចទៅលើនេះមក Wi-Fi ដែលយើង connect ហ្នឹងចុចលើហ្នឹងមកវានឹងចេញផ្ទាំងបែបនេះបាទនៅពេលដែលចេញផ្ទាំងបែបនេះដើម្បីទៅមើលIP របស់យើងគ្រាន់តែចុចពាក្យថា detail បាទ detail ហ្នឹងមកបាទនេះ IP4 address របស់យើងគឺ 192.168.188.186
បាទយើងចាំ IP ហ្នឹងទៅខ្ញុំសូមបញ្ជាក់នៅត្រង់ចំណុចនេះមួយទៀតនៅពេលដែលបើសិនជានេះត្រង់ចំណុចនេះបើសិនជា IP របស់យើង 192.168.188.186 ក៏ប៉ុន្តែបើសិនជាកុំព្យូទ័ររបស់គេដែលគេចង់ចូលមកយកឯកសារពី file test មិញហ្នឹងតើតែគេមាន IP ដូចគ្នាមានថា IP ដូច 192.168.88 ហើយអាកតុយ 186 នេះទោះគេ 200 ទោះគេ 100 ទោះគេ 1 ក៏អត់បញ្ហាដែរបញ្ហាត្រង់ចំណុច53នេះគឺឲ្យដូចគ្នាមានន័យថាឲ្យ rank តែមួយបាទមានថាឲ្យដូចនឹង 192 168 និង 88នឹងឲ្យដូច3ហ្នឹងបានអាចគេអាច connect បានបាទតមកទៀតយើងពេលដែលយើងមើល IP ហើយយើងចុចខ្វែងទៅបាទនេះកុំព្យូទ័រទី1របៀប share គឺមានតែប៉ុណ្្នឹងឥឡូវទៅចូលមើលកុំព្យូទ័រមួយទៀតដើម្បីចូលទៅកាន់ថាយើង copy ចេញពី file text ហ្នឹងតោះឥឡូវខ្ញុំសុំខ្វែងបាទនេះវីដេអូមួយទៀតបាទនេះចូលមកកុំព្យូទ័រផ្សេងមួយទៀតខ្ញុំថតទូរស័ព្ទដៃបើសិនជាវាមិនច្បាស់ឬក៏មានបញ្ហាត្រង់ចំណុចណាសូមខន្តីអភ័យទោសផងនេះចូលមកកុំព្យូទ័រមួយទៀតយើងចូលមកកុំព្យូទ័រអញ្ចឹងយើងគ្រាន់តែចុចនេះ Windows នេះជាមួយនឹងអក្សរ O បាទចុចនឹងមក Windows អក្សរ O បាទវានឹង load ពេលថា run តមកទៀតយើងគ្រាន់តែវាយ slash បាទយើងទៅមើលអ៊ីនធឺណិតបាទយើងចូលទៅមើលត្រង់ចំណុចនេះគឺខ្ញុំទៅមើលអ៊ីនធឺណិតទៅមើល IP តើ IP របស់កុំព្យូទ័រហ្នឹង rank ដូចជាមួយនឹង IP កុំព្យូទ័រដែលបង្កើត file test មិញ share ហ្នឹងគឺដូចគ្នាអត់ IP កុំព្យូទ័រមុនគឺ 192.168.88 អញ្ចឹងយើងត្រូវមើលបាទយើងត្រូវមើល IP ខ្ញុំសុំខាឲ្យវាលឿនតិចទៅបាទតមកទៀតយើងត្រូវមើល IP detail បាទពេលដែលចុច detail មកបាទវានឹងឃើញ IP ហ៎បាទគឺ192បាទគឺ 192.168.88 ហើយត្រង់កតុយនេះគឺគេ130បានណាបាទ138បាទគឺ138អាកតុយនេះទោះលេខ200លេខប៉ុន្មានក៏ដោយក៏អាចចូលយក file test ហ្នឹងបានដែរសំខាន់ឲ្យតែ3ខាងមុខបាទបន្ទាប់មកទៀតយើងគ្រាន់តែចូលមកកាន់វាយបាទចូលកន្លែង run មិញហ្នឹងចូលមកវាយ/2ហើយវាយ/2អញ្ចឹងហើយចុច192.168ខ្ញុំសុំខាទៅឲ្យវាលឿនតិចបាទនេះគឺយើងវាយបែបហ្នឹងវាយ IP ម៉ាស៊ីនមេមានថាម៉ាស៊ីនដែលបង្កើត file text file test ហ្នឹងពេលដែលអ្នកទាំងអស់គ្នាវាយហើយគ្រាន់តែចុច enter វានឹងចូលមកបែបនេះវានឹងចូលមកបែបហ្នឹងឃើញ file text ឯងនេះ file test បាទនៅក្នុង file test ហ្នឹងខ្ញុំបានទាញបទចម្រៀងអីពីបទដាក់ចូលក្នុងហ្នឹងបាទមកទៀតយើងគ្រាន់តែចូលមក file text ហ្នឹងមកខ្ញុំសុំការបាទចូលមក file text ហ្នឹង
បាទឃើញហ្នឹងគឺ file យើងអាច copy ឯកសារអីចេញបានយើងអាច copy ឯកសារចេញបានបាទវីដេអូរបស់ខ្ញុំនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយកុំភ្លេចជួយចុច like subscribe ដាក់រូបកណ្ដឹងនឹងបានវីដេអូថ្មីៗលើកក្រោយទៀតបាទ